ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ភាគទី1នៃ podcast គន្លឹះចិញ្ចឹមកូនហើយនៅក្នុង podcast របស់យើងនេះផងដែរយើងផ្ដោតសំខាន់ទៅលើគន្លឹះនៅក្នុងការចិញ្ចឹមកូនបែបវិជ្ជមានហើយប្រធានបទទី1របស់យើងគឺការចិញ្ចឹមកូនបែបវិជ្ជមានក៏ប៉ុន្តែទន្ទឹមនឹងនោះក៏មានការឆ្លើយតបទៅនឹងតម្រូវការរបស់ឪពុកម្ដាយខ្លួនឯងផ្ទាល់ផងដែរអញ្ចឹងដំបូងឡើយគឺនាងខ្ញុំសូមណែនាំខ្លួនឯងឲ្យបានស្គាល់សិនជាទូទៅអ្នកដែលជា fan page របស់នាងខ្ញុំច្បាស់ជាស្គាល់ហើយថានាងខ្ញុំហ្នឹងគឺជាដុកទ័រនារីឬមួយក៏អ្នកគ្រូនារីប៉ុន្តែសូមណែនាំបន្តិចក្រែងលោមានប្រិយមិត្តថ្មីណាដែលគាត់អត់ទាន់បានស្គាល់នាងខ្ញុំឈ្មោះហ៊ានសុខុមរតនារីហើយសប្តាហ៍នេះគឺជាគ្រូពេទ្យដែលធ្វើការពេញម៉ោងគឺជាស្ថាបនិកនៃទារុកដ្ឋានមួយកន្លែងហើយក៏ជាដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងអ្នកបង្កើតមាតិកាអប់រំនៅក្នុងបណ្ដាញសង្គមការចិញ្ចឹមកូនបែបវិជ្ជមានគឺជាការចិញ្ចឹមកូនដែលផ្ដល់នៅទំនាក់ទំនងផ្ដល់នៅក្តីស្រឡាញ់ផ្ដល់នៅទំនុកចិត្តរវាងយើងនិងកូនរបស់យើងដែលគោលបំណងចុងក្រោយនោះគឺចង់ឲ្យកូនរបស់យើងនឹងធំធាត់ឡើងคล้ายទៅជាក្មេងប្រកបដោយគុណភាពคล้ายទៅជាក្មេងដែលឆ្លាតវៃคล้ายទៅជាក្មេងដែលស័ក្តិសមទៅជាបង្គោលនៃគ្រួសារក៏ដូចជាសសរទ្រូងនៃប្រទេសជាតិរបស់យើងអញ្ចឹងចំណុចសំខាន់មួយនៅក្នុងការដែលអ្នកទាំងអស់គ្នាអាចចិញ្ចឹមកូនបានដោយវិជ្ជមានហ្នឹងគឺការឆ្លើយតបទៅពួកគាត់អញ្ចឹងឧទាហរណ៍ថាប្រសិនបើពួកគាត់មានបញ្ហាអីមួយកើតឡើងគាត់ព្យាយាមបង្ហាញអ្វីមកកាន់យើងណាយើងត្រូវតែឆ្លើយតបទៅកាន់ពួកគាត់បែបវិជ្ជមានអញ្ចឹងឧទាហរណ៍ថាប្រសិនបើគាត់កំពុងតែអត់សុបាយចិត្តអូខេយើងប្រាប់គាត់ថាចេះម៉ាក់ឃើញហើយប៉ាឃើញហើយថាកូនកំពុងតែអត់សុបាយចិត្តដោយសារតែរបស់លេងរបស់កូនខូចតែអត់អីទេរបស់ខ្លះវាខូចយើងអាចជួសជុលបានឬមួយក៏ចាំពេលសមស្របណាមួយយើងនឹងទៅជាមួយគ្នាហើយយើងនឹងរករបស់លេងថ្មីមួយទៀតអានេះគឺជាការឆ្លើយតបបែបវិជ្ជមានទៅកាន់កូនយើងក៏ប៉ុន្តែទន្ទឹមនឹងការចិញ្ចឹមកូនបែបវិជ្ជមានហ្នឹងក៏យើងត្រូវតែគិតគូរពីខ្លួនឯងដែរត្រូវហើយការចិញ្ចឹមកូនណាអត់ងាយស្រួលទេហើយបើចិញ្ចឹមបែបវិជ្ជមានទៀតបើន័យថាផ្ដល់ក្តីស្រឡាញ់ផ្ដល់ទំនុកចិត្តផ្ដល់ការឆ្លើយតបទៅគាត់អូយច្រើនមែនតែនអញ្ចឹងអត់ស្រួលទេខ្លួនយើងនេះវាងាយនៅក្នុងការហត់នឿយចិញ្ចឹមកូនបែបវិជ្ជមានក៏ប៉ុន្តែនៅតែគិតគូរអំពីខ្លួនឯងដូចគ្នានោះគឺការកំណត់ព្រំដែនអញ្ចឹងមិនមែនបានន័យថាគ្រប់ពេលត្រូវតែយកចិត្តពួកគាត់ឆ្លើយតបពួកគាត់ឲ្យបានភ្លាមឯយើងត្រូវចេះកំណត់ព្រំដែនដើម្បីរក្សាខ្លួនយើងនេះឲ្យនៅតែមានសុខភាពល្អឲ្យនៅតែមានផ្លូវចិត្តល្អដូចគ្នាចាបន្ទាប់ពីចេះកំណត់នៅព្រំដែនពេលវេលាមួយក៏យើងគួរតែចេះថែទាំខ្លួនឯងដែរអញ្ចឹងកែវមួយនេះប្រៀបដូចជាខ្លួនយើងអញ្ចឹងខ្លួនយើងយើងត្រូវការអីគេយើងត្រូវការពេលខ្លះកូនមានបញ្ហាត្រូវការជំនួយរបស់យើងកូនយើងត្រូវការខ្លួនយើងនឹងត្រូវការធ្វើអីមួយស្រាប់តែប្តីអត់ស្រួលខ្លួនប្រពន្ធអត់ស្រួលខ្លួនអីចឹងទៅវាមានរឿងជាច្រើនដែលកើតឡើងអញ្ចឹងគេនិយាយថាចេះយើងអត់អាចចាក់ចេញពីកែវមួយដែលទទេអញ្ចឹងដើម្បីឲ្យយើងមានថាមពលគ្រប់គ្រាន់ណាក្នុងពេលហ្នឹងគឺយើងត្រូវតែឆ្លៀតពេលមួយដើម្បីថែរក្សាខ្លួនឯងដូចគ្នាមិនបាច់ជាសកម្មភាពអីច្រើនទេបើនាងខ្ញុំផ្ទាល់វិញនាងខ្ញុំចូលចិត្តសម្រាកដោយគេងស្ដាប់ភ្លេងឬមួយក៏ទៅកក់សក់អញ្ចឹងវាគឺជាពេលវេលាមួយដែលខ្ញុំអាចដកឃ្លាពីកូនដកឃ្លាពីក្រុមគ្រួសាររបស់នាងខ្ញុំបានបន្តិចដែរអញ្ចឹងនៅពេលដែលនាងខ្ញុំបានសម្រាកអញ្ចឹងថាមពលរបស់នាងខ្ញុំគឺបានពេញមួយកែវនេះវិញហើយអញ្ចឹងបច្ច័យដន់កូនឈឺអូខេខ្ញុំសល់ទៀតអញ្ចឹងបច្ច័យដន់ប្តីឈឺអូខេខ្ញុំសល់ទៀតចឹងបើសេចៃដននៅកន្លែងធ្វើការអ្នកជំងឺរបស់ខ្ញុំត្រូវការខ្ញុំអូខេខ្ញុំនៅសល់ទៀតចឹងប្រសិនបើបុគ្គលិកនៅកន្លែងសាលារបស់ខ្ញុំត្រូវការខ្ញុំអូខេខ្ញុំនៅសល់ទៀតចឹងបើខ្ញុំអស់ខ្ញុំក៏នឹងបន្ថែមថាមពលរបស់ខ្ញុំត្រឡប់មកវិញទៀតអញ្ចឹងក្នុងន័យហ្នឹងចង់ឲ្យអ្នកទាំងអស់គ្នាចេះថែទាំនិងស្រឡាញ់ខ្លួនឯងដើម្បីឲ្យអ្នកទាំងអស់គ្នាមានថាមពលគ្រប់គ្រាន់នៅក្នុងការផ្ដល់ទៅដល់កូនតូចៗរបស់អ្នកទាំងអស់គ្នាចាហើយចំណុចចុងក្រោយមួយទៀតដែលចង់ចែកម្លែកនៅក្នុង podcast នេះដែរគឺចង់និយាយអំពីទម្លាប់បានន័យថាបង្កើតសកម្មភាពនឹងឲ្យវាคล้ายទៅជាទម្លាប់ដែលយើងស្រឡាញ់កូន
ទម្លាប់ដែលយើងឆ្លើយតបទៅនឹងតម្រូវការរបស់កូនទម្លាប់នៅក្នុងការបង្កើតទំនុកចិត្តនិងទំនាក់ទំនងរវាងយើងនិងកូនរបស់យើងអាហ្នឹងគឺជាការបង្កើតទម្លាប់ប៉ុន្តែទន្ទឹមនឹងហ្នឹងក៏ត្រូវតែបង្កើតទម្លាប់នៅក្នុងការថែទាំខ្លួនឯងបង្កើតទម្លាប់នៅក្នុងការគេហៅថាកំណត់ព្រំដែនមួយឲ្យច្បាស់លាស់រវាងថាពេលណាសម្រាប់កូនពេលណាសម្រាប់ខ្លួនឯងអញ្ចឹងនៅពេលដែលទម្លាប់អស់ហ្នឹងវាកើតឡើងជារឿយដដែលជាប្រចាំអញ្ចឹងទៅខ្លួនយើងក៏មានសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តកូនយើងក៏មានសុខភាពល្អទាំងផ្លូវកាយផ្លូវចិត្តដូចគ្នាអញ្ចឹងបានន័យថាការចិញ្ចឹមកូនណាដោយវិជ្ជមាននិងឆ្លើយតបទៅនឹងតម្រូវការផ្ទាល់ខ្លួនរបស់យើងអាចធ្វើបានប៉ុន្តែធ្វើយ៉ាងណាឲ្យយើងក្លាយជាអ្នកម្ដាយឬមួយក៏ជាលោកឪពុកដែលឆ្លើយតបទៅនឹងតម្រូវការរបស់កូននៅពេលដែលកូនត្រូវការយើងគឺជាមនុស្សម្នាក់ដែលពួកគាត់អាចមកនិយាយជាមួយយើងបានបង្ហាញនៅអារម្មណ៍របស់ពួកគាត់មកកាន់ពួកយើងបានប៉ុន្តែទន្ទឹមនឹងនឹងក៏យើងត្រូវតែចេះថែទាំខ្លួន